បាទជំរាបសួរសួស្តីទៅដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញទៅដល់បងប្អូនទាំងអស់គ្នាដែលនិយាយអំពីការបង្កើនសំឡេងកាសឲ្យលឺខ្លាំងនៅលើកុំព្យូទ័រដែលយើងមានទាំងអស់បាទ5វិធីនៅក្នុងនោះយើងមានវិធីទី1គឺការបង្កើនសំឡេងក្នុងការកំណត់ window ដែលយើងចូលទៅកាន់ right click រូបកឡោនសំឡេងក្រៅនៅលើ taskbar ដែលនៅបានអេក្រង់បាទប៉ុន្តែកុំព្យូទ័ររបស់ខ្ញុំដាក់នៅខាងលើនេះបន្ទាប់នេះយើងចូលទៅកាន់ sound ចូលទៅកាន់ផ្ទាំង playback ហើយជ្រើសរើសកាសរបស់យើងបន្ទាប់នេះយើងចុចពាក្យថា property ទៅផ្ទាំង enhancement ចុចយក loudness equalization ហើយបើកវាបន្ទាប់ទៀតយើងចូលទៅចុចពាក្យថា apply ជាការស្រេចហើយនៅចំណុចទី2ហើយយើងនិយាយអំពីការបង្កើនសំឡេងនៅក្នុង audio setting យើងចូលទៅក្នុង control panel sound playback ជ្រើសរើសកាសបន្ទាប់ទៀតយើងចុចពាក្យថា property ហើយចូលទៅកាន់ផ្ទាំង level រួចចុចបង្កើន volume ឲ្យខ្ពស់អតិបរមា 100% នៅត្រង់ចំណុចទី3យើងចាំបាច់ត្រូវប្រើ software បន្ថែមដើម្បីជំនួយបើសិនជាយើងប្រើករណីទាំងពីរខាងលើមិនបានឬក៏មិនមាននៅក្នុង computer អញ្ចឹងយើងអាចមានប្រើកម្មវិធីចំនួន3គឺ Equalizer APO ដែលអាចបង្កើនបាសនឹងសំឡេងវាបានហើយកម្មវិធី FX Sound និង Boom 3D ចំណុចទី4បាទចំណុចទី4យើងត្រួតពិនិត្យទៅលើ driver របស់ audio ដែលយើងចូលទៅកាន់ device manager sound video game controller ហើយបន្ទាប់នេះយើងចុច right click ហើយចូលទៅកាន់ update driver ដោយយើងជ្រើសរើសយកពាក្យថា automatically for update driver software ហើយជំរើសចុងក្រោយបើធ្វើអស់នឹងមិនបានទេគឺយើងត្រូវចូលចំណុចទី5ទិញកាសដែលមានសំឡេងខ្ពស់ដែលវាអាចបំពាក់ampli ឬក៏កាសដែលមាន high impedance ឲ្យវាមានសំឡេងខ្លាំងជាងមុនបាទហើយអរគុណច្រើនចំពោះការទស្សនាវីដេអូនៅវីដេអូបន្ទាប់ខ្ញុំនឹងធ្វើបកស្រាយអំពីចំណុចនីមួយៗដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានអនុវត្តផ្ទាល់បាទអរគុណច្រើនជម្រាបលា